បន្ទាប់ពីលាតក្រណាត់រំមុកនោះហើយທາງស៊ីក៏បានឃើញមុខពិតប្រាកដរបស់មីគីធ្វើឲ្យនាងពិបាកក្នុងការរកពាក្យដោះសារចំពោះគេតែសំណាងល្អពេលនោះសានសាននិងបងស្រីរបស់មីគីបានមកដល់ធ្វើឲ្យនាងមានលេសនៅក្នុងការដោះសារដោយរត់ទៅរកពួកគេក្នុងគោលបំណងគេចមុខពីທາງស៊ីធ្វើឲ្យខួរក្បាលរបស់ທາງស៊ីគឺពោពេញទៅដោយចម្ងល់ហើយនៅពេលដែលពួកគេទាំង3បានមកដល់ផ្ទះមីគីបានពន្យល់បងស្រីរបស់នាងពីរឿងដែលតាក់ទងនឹងកងដៃនោះតែបងស្រីរបស់នាងគេនៅតែមិនជឿមីគីនោះទេពេលនោះនាងក៏បានដើរមកក្តិចថ្ពាល់របស់មីគីទុកជាការដាក់ពិន័យពេលនោះមីគីបានចុចកងដៃធ្វើឲ្យមុខរបស់នាងប្រែក្លាយទៅជាស៊ីវយាភ្លាមធ្វើបងស្រីរបស់នាងមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏ធ្វើឲ្យបងស្រីរបស់មីគីបានជឿនៅអ្វីដែលពួកគេបាននិយាយផងដែរបន្តិចក្រោយមកທາງស៊ីក៏បានមករកមីគីនៅផ្ទះរបស់សានសានដោយសារតែគេចង់ឲ្យនាងបកស្រាយរឿងដែលបានកើតឡើងនៅមន្ទីរពេទ្យកាលពីថ្ងៃមុនតែសានសានបានប្រាប់ថានាងគឺមិននៅទីនេះនោះទេតែដោយសារមីគីកំពុងតែសប្បាយចិត្តក្នុងការបង្អួតវេទមន្តពិសេសរបស់កងដៃទៅកាន់បងស្រីរបស់នាងធ្វើឲ្យທາງស៊ីបានឮនៅសំឡេងរបស់មីគីដោយគ្មានហេតុផលអាចដោះសារបានសានសានក៏បានឲ្យທາងស៊ីចូលមកក្នុងផ្ទះដោយចង់គេចវេសមិនជួបທາងស៊ីមីគីបានប្រែក្រឡាខ្លួនទៅជារូបចម្លាក់មួយឈរនៅក្នុងផ្ទះហើយពេលທາងស៊ីចូលមកដល់គេមិនបានឃើញមីគីនោះទេតែគេបែរជាបានចាប់អារម្មណ៍ទៅលើរូបចម្លាក់នោះព្រោះគេគិតថាគេមិនដែលបានឃើញពីមុនមកហើយគេមានបំណងដើរទៅរកប៉ះរូបចម្លាក់នោះតែសានសានដឹងថារូបចម្លាក់នោះគឺជាមីគីនាងក៏ព្យាយាមបន្លប់ឋានការដោយនាងបាននាំທາງស៊ីទៅរកមីគីនៅបន្ទប់ខាងលើវិញនៅពេលដែលពួកគេទាំងពីរកំពុងតែដើរទៅនោះរូបចម្លាក់ដែលជាមីគីនោះបានព្យាយាមរត់ទៅខាងលើមុនពួកគេដោយមិនចង់ឲ្យທາងស៊ីដឹងតែចៃដន្យឲ្យរូបចម្លាក់នោះក៏បានរត់ដួលធ្វើឲ្យឮសំឡេងទៅដល់ທາងស៊ីក៏បានងាកមកមើលតែរូបចម្លាក់នោះបែរប្រែក្លាយទៅជារូបគំនូរទៅវិញដែលធ្វើឲ្យทາងស៊ីកាន់តែមានចម្ងល់តែសានសាននៅតែព្យាយាមយកលេសទាញគេចេញដើម្បីផ្ដល់ឱកាសឲ្យផ្ទាំងគំនូរនោះមានពេលរត់ឡើងទៅលើមុនចំណែកឯបងស្រីមីគីឯនេះវិញនាងបានមើលឃើញនៅល្បិចគ្រប់យ៉ាងរបស់មីគីតែនាងមិនបាននិយាយអ្វីនោះទេបន្ទាប់ពីផ្ទាំងគំនូរនោះបានឡើងទៅលើផុតហើយមីគីក៏បានប្រែវាទៅជារូបរាងដើមរបស់នាងវិញហើយចុះមកជួបทາងស៊ីដើម្បីធ្វើការបកស្រាយហើយបន្ទាប់ពីทາងស៊ីចេញទៅបាត់ពួកគេទាំង3នាក់បានពិភាក្សាគ្នារកមធ្យោបាយដើម្បីធ្វើយ៉ាងណាឲ្យស៊ីវយាបាត់ខ្លួនទៅដោយស្របច្បាប់ហើយทำស៊ីនឹងរងាប់ចិត្តពីនាងបានគិតគ្នាហើយពួកគេក៏សម្រេចចិត្តចេញប្រតិបត្តិរកាដោយមានផែនការធ្វើឲ្យស៊ីវយាស្លាប់នៅនឹងមុខរបស់ทางស៊ីតែម្ដងដោយគម្រោងការទី1គឺស៊ីវយាត្រូវស្លាប់ដោយពេញពីងពឹសខំតែផែនការនេះមិនអាចសម្រេចបានដោយការគិតរបស់ពួកគេនោះទេព្រោះពេលនោះทางស៊ីបានឃើញពេញពីងពីហើយគេក៏បានយកដៃទៅវាយពេញពីងនោះរហូតដល់វាយដោយទាំងស៊ីវយាថែមទៀតផងទើបធ្វើឲ្យផែនការនោះបរាជ័យផែនការទី2ស៊ីវយាបានបញ្ជាកងដៃដើម្បីបង្កើតជាអាចផ្កាយធំមួយឲ្យធ្លាក់មកលើនាងហើយស្លាប់តែពេលនោះทางស៊ីក៏បានឃើញទៀតគេក៏បានទាញស៊ីវយាចេញធ្វើឲ្យពួកគេទាំងពីររមៀលធ្លាក់ចុះដោយทางស៊ីបានសង្កត់នៅពីលើស៊ីវយាធ្វើឲ្យនាងខឹងជាខ្លាំងដោយគិតថានៅក្បែរทางស៊ីធ្វើឲ្យផែនការនៃការស្លាប់របស់នាងច្បាស់ជាបរាជ័យស៊ីវយាក៏បានរកល្បិចនៅឲ្យឆ្ងាយពីគេបន្ទាប់មកនាងបង្កើតជារន្ទះបាញ់មកលើខ្លួនឯងរហូតដល់ឆេះខ្លោចដូចខ្យងស្លាប់ផែនការនោះគឺពិតជាបានសម្រេចពិតមែនធ្វើឲ្យทางស៊ីមានការតក់ស្លុតជាខ្លាំងរហូតធ្វើឲ្យគេសន្លប់ហើយបងស្រីរបស់មីគីនិងសានបានចេញមករួចពួកគេទាំង3បានបញ្ជូនทางស៊ីទៅមន្ទីរពេទ្យហើយសម្ដែងធ្វើជារៀបពិធីបុណ្យសពឲ្យស៊ីវយាហើយทางស៊ីនិងមិត្តភ័ក្តិរបស់គេក៏បានមកចូលរួមដែរពេលនោះทางស៊ីគេមានការឈឺចាប់ខ្លាំងណាស់ដោយគិតថាព្រោះតែគេនាំនាងទៅទីនោះទើបធ្វើឲ្យរឿងនោះកើតឡើងហើយចំណែកឯក្រុមរបស់មីគីឯនេះវិញពួកបានញ៉ាំគ្នាអបអរសាទរចំពោះការជោគជ័យរបស់ពួកគេមួយរយៈក្រោយមកដោយសារតែមានការឈឺចាប់ខ្លាំងពេកทางស៊ីគេបានកើតនៅជំងឺម្យ៉ាងដែលធ្វើឲ្យគេបានបាត់បង់នៅការមើលឃើញពណ៌ទាំងអស់លើកលែងតែពណ៌ដែលនៅលើខ្លួនរបស់មីគីប៉ុណ្ណោះทางស៊ីគេក៏បានមកជួបគ្រូពេទ្យដោយគ្រូពេទ្យបានប្រាប់គេថាពួកគេគ្មានវិធីព្យាបាលជំងឺបែបនេះនោះទេហើយគ្រូពេទ្យបានណែនាំឲ្យทางស៊ីសាកល្បងនៅក្បែរមនុស្សដែលគេអាចនៅពណ៌ក្រែងអាចជួយគេបានចាប់ពីពេលនោះមកทางស៊ីក៏ចាប់ផ្ដើមចូលទៅជិតមីគីនៅថ្ងៃមួយពេលមីគីចេញពីធ្វើការทางស៊ីនិងមិត្តភ័ក្តិរបស់គេបានហៅមីគីដើម្បីជិះឡានជាមួយពួកគេតែមីគីមិនព្រមដោយនាងចង់ជិះរថភ្លើងជាងនិយាយហើយនាងក៏បានដើរចេញពេលនោះមិត្តរបស់ทางស៊ីបានដេញគេឲ្យប្រញាប់ទៅតាមនាងទៅព្រោះមានតែមីគីម្នាក់គត់ដែលអាចជួយដោះស្រាយបញ្ហាគ្មានពណ៌របស់គេបានทางស៊ីក៏បានរត់ទៅតាមហើយគេក៏បានឈរនៅគៀកនឹងមីគេនៅលើរថភ្លើងដោយសារតែទីនោះមានសភាពចង្អៀតចឹងពេលដែលមានមនុស្សចេញចូលខ្លួនរបស់ពួកគេក៏បានប៉ះគ្នាពេលនោះភ្នែករបស់ทางស៊ីស្រាប់តែអាចមើលឃើញពណ៌ឡើងវិញចំណែកឯមីគីឯនេះវិញនាងបានគិតថាทางស៊ីកំពុងតែចង់កេងចំណេញពីនាងមីគីក៏បានរុញทางស៊ីចេញធ្វើឲ្យគេចាប់ផ្ដើមលែងមើលឃើញពណ៌ម្ដងទៀតដោយចង់ដឹងពីមូលហេតុពិតทางស៊ីក៏បានចាប់ដៃមីគីម្ដងទៀត
ពេលនោះការមើលឃើញពណ៌ក៏បានត្រឡប់មកវិញពិតមែនតែមីគីបានគិតថាថាងស៊ីកំពុងតែព្យាយាមបំពាននាងមីគីក៏បានចាប់កាច់ដៃថាងស៊ីរហូតធ្វើឲ្យគេមានរបួសបន្តិចក្រោយមកពួកគេទាំងពីរបានចុះពីរថភ្លើងហើយនាងក៏បានជួយមើលរបួសនោះឲ្យថាងស៊ីហើយថាងស៊ីក៏បានប្រាប់នៅរឿងគ្រប់យ៉ាងទៅដល់មីគីធ្វើនាងលែងមានការយល់ច្រឡំតាំងពីពេលនោះមកថាងស៊ីក៏ចាប់ផ្ដើមមើលឃើញពណ៌ឡើងវិញហើយថាងស៊ីក៏ចាប់ផ្ដើមមានចិត្តស្រឡាញ់មកលើមីគីដោយថាងស៊ីគេបានសារភាពស្នេហ៍នៅមុខក្រុមហ៊ុនធ្វើឲ្យមីគីរំភើបហើយទំនាក់ទំនងរបស់ពួកគេក៏បានចាប់ផ្ដើមឡើងដោយមីគីក៏បានប្រាប់នៅរឿងរ៉ាវទាំងអស់អំពីកងដៃពិសេសនោះទៅកាន់ថាងស៊ីឲ្យបានដឹងប៉ុន្តែពួកគេទាំងពីរមិនទាន់ចង់ឲ្យមនុស្សនៅក្នុងក្រុមហ៊ុនដឹងពីទំនាក់ទំនងពួកគេនៅឡើយនោះទេហើយពួកគេនាំគ្នាសម្ដែងធ្វើជាធម្មតានៅមុខអ្នករាល់គ្នាតែនៅពេលពួកគេនៅតែពីរនាក់ទើបពួកគេបង្ហាញនៅភាពស្និទ្ធស្នាលថ្ងៃមួយមីគីបានជិះជណ្ដើរយន្តត្រឡប់មកផ្ទះជាមួយស្ត្រីចំណាស់តែស្ត្រីចំណាស់ម្នាក់នោះបានមើលមកនាងក្នុងក្រសែភ្នែកពោពេញទៅដោយភាពភ័យខ្លាចរហូតដល់រត់ចេញពីទីនោះតែមីគីមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះគាត់នោះទេបន្តិចក្រោយមកនាងក៏បានមកដល់ផ្ទះហើយនិយាយជាមួយម្ដាយតែម្ដាយរបស់នាងហាក់បីដូចជាមើលនាងមិនឃើញនោះទេពេលនោះមីគីមានការងឿងឆ្ងល់ជាខ្លាំងនាងបានដើរទៅរកថាងស៊ីនិងប៉ារបស់នាងតែពួកគេក៏ហាក់បីដូចជាស្ដាប់មិនឮសំឡេងហើយនឹងមើលមិនឃើញរូបរាងរបស់នាងទេដោយគិតថាមានរឿងអ្វីកើតឡើងចំពោះនាងហើយមីគីក៏បានរត់ទៅមុខកញ្ចក់ទើបនាងដឹងថាការពិតពេលនេះនាងគឺមិនមានរូបរាងនោះទេពេលនោះមីគីបានយកទូរស័ព្ទឆាតទៅថាងស៊ីដើម្បីឲ្យគេមករកនាងនៅបង់មួយនៅមុខផ្ទះដោយនាងបានដាក់ទូរស័ព្ទដាំបីជាការកំណត់ទីតាំងហើយថាងស៊ីក៏បានរកនាងឃើញតែពួកគេទាំងពីរត្រូវតែប្រើប្រាស់ទូរស័ព្ទដើម្បីធ្វើការតាក់ទងគ្នានៅថ្ងៃបន្ទាប់ពួកគេទាំងពីរបានធ្វើការស្រាវជ្រាវរកលោកយាយម្នាក់ដែលបានឲ្យកងដៃនោះមកមីគីហើយពួកគេរកឃើញថាលោកយាយម្នាក់នោះគឺបានស្លាប់កាលពី3ឆ្នាំមុនបាត់ទៅហើយដោយគ្មានមធ្យោបាយមីគីមានតែព្យាយាមរករបស់រឹងមកបំបែកកងដៃនោះតែនៅតែបំបែកមិនបានហើយថែមទាំងធ្វើឲ្យដៃរបស់នាងបានរបួសទៀតផងឃើញដូចនោះថាងស៊ីក៏បាននាំមីគីមកទិញថ្នាំដើម្បីលាងរបួសដោយឲ្យមីគីអង្គុយចាំគេនៅលើបងហើយគេបានយកឲ្យធំទៅដាក់ពីលើនាងដើមបីអាចឲ្យគេដឹងថានាងនៅទីណាក្នុងអំឡុងពេលកំពុងតែរងចាំមីគីបានឃើញក្មេងម្នាក់កំពុងតែត្រូវគេធ្វើបាបនាងក៏បានដើរទៅជួយក្មេងនោះបន្ទាប់ពីជួយគេហើយស្រាប់មានបាល់មួយបានហោះមកត្រូវក្បាលរបស់នាងធ្វើឲ្យមីគីសន្លប់ចំណែកឯថាងស៊ីឯនេះវិញគេបានត្រឡប់មករកមីគីនៅកន្លែងបងនោះតែគេមិនឃើញនាងនោះទេធ្វើឲ្យគេមានការបារម្ភជាខ្លាំងថាងស៊ីបានព្យាយាមខលទៅមីគីតែនាងមិនទទួលហើយគេក៏បានព្យាយាមរត់រកនាងនៅជុំវិញទីនោះពេលនោះថាងស៊ីគេមានអារម្មណ៍ថាមីគីគឺនៅក្បែរនោះហើយនាងប្រហែលជាបានជួបគ្រោះថ្នាក់អ្វីម្យ៉ាងហើយពេលនោះថាងស៊ីបាននឹកឃើញដល់សម្ដីគ្រូពេទ្យដែលប្រាប់គេពីថ្ងៃមុនថាភ្នែករបស់គេពេលខ្លះគឺអាចមើលឃើញនៅអ្វីដែលមនុស្សទូទៅមិនអាចមើលឃើញក៏ថាបាននឹកឃើញពាក្យនោះហើយថាងស៊ីក៏បានដោះវ៉ែនតាចេញហើយសម្លឹងមើលមីគីនៅជុំវិញទីនោះហើយគេក៏បានឃើញនាងកំពុងតែដេកសន្លប់ដោយមានឡានមួយគ្រឿងបានកំពុងបើកសម្ដៅមករកនាងផងដែរថាងស៊ីក៏បានរត់ទៅរារាំងឡាននោះយ៉ាងលឿនទីបំផុតគេក៏អាចជួយសង្គ្រោះមីគីបានហើយចាប់ពីពេលនោះមកមីគីក៏បានប្រែជាធម្មតាឡើងវិញ